ជំរាបសួរក៏ដូចជាសួស្តីបងប្អូនចឹងថ្ងៃនេះលោកគ្រូមានវិញ្ញាសាគីមីមួយសម្រាប់ត្រៀមប្រឡងនៅក្នុងថ្នាក់ទី8ទៅលើវិញ្ញាសាត្រៀមប្រឡងជំនាញទី2អញ្ចឹងនៅក្នុងវិញ្ញាសារបស់យើងទី1គឺយើងនិយាយអំពីការគូបកងឬក៏យើងនិយាយអំពីការជ្រើសរើសចម្លើយដែលត្រឹមត្រូវអញ្ចឹងនៅក្នុងសំណួរទី1គេសួរថាតើកាបូនឌីអុកស៊ីតណាតើកាបូនឌីអុកស៊ីតមានរូបមន្តម៉ូលេគុលរបស់វាយ៉ាងដូចម្ដេចចឹងគេឲ្យចម្លើយ4មកគ្នាយើងជ្រើសរើសចឹងគឺយើងមាន1គឺ CO2 ណាចម្លើយកគឺជាចម្លើយត្រឹមត្រូវហើយនៅក្នុងសំណួរទី2គឺតើបំណិតចែកចេញជាប៉ុន្មានប្រភេទអញ្ចឹងលោកគ្រូសុំសម្រាយត្រួសទៅលើចម្លើយរបស់វាគឺតើតើទៅនឹងបំណិតយើងចែកចេញជា2ប្រភេទមានបំណិតធម្មតានិងបំណិតប្រភេទអញ្ចឹងយើងជ្រើសរើស2ប្រភេទរ៉ូម៉ាំងទី2យើងឈានចូលទៅដល់រ៉ូម៉ាំងទី2បងប្អូនអញ្ចឹងនៅក្នុងរ៉ូម៉ាំងទី2យើងបំពេញចន្លោះទៅលើបំពេញល្បះគឺទៅលើ solution អញ្ចឹងគេសួរយើងថាតើ solution ជាអ្វីឬក៏ solution ជាអញ្ចឹងតើវាជាអីអញ្ចឹងតកតងទៅនឹង solution នេះគេថាវាជាល្បាយស្មើសាច់ដែលមានធាតុ2ឬច្រើននឹងរលាយចូលគ្នាហើយនៅក្នុងធាតុ2ឬច្រើនហ្នឹងមានមួយគឺជាធាតុរលាយហើយមួយទៀតគឺជាធាតុរំលាយណាអញ្ចឹងបើសិនជាយើងឆ្លើយទៅលើ solution យើងអាចឆ្លើយថាជាល្បាយស្មើសាច់ដែលមានធាតុរលាយ2ឬច្រើនណាដែលមានធាតុ2ឬច្រើនរលាយចូលគ្នាក៏បានឬក៏បងប្អូនបន្ថែមថាដែលក្នុងនោះមានអីគេដែលក្នុងនោះមានធាតុរលាយនិងធាតុរំលាយបំពេញចន្លោះទី2គេថាវាជាសារធាតុដែលមានសមត្ថភាពអាចរំលាយធាតុឬក៏រំលាយសារធាតុផ្សេងទៀតបង្កើតបានជា solution អញ្ចឹងតើជាប្រភេទ solution បែបណាទៅអញ្ចឹង solution ប្រភេទ solution ឡើយនេះគឺយើងចង់សំដៅទៅលើប្រភេទនៃ solution រាវតើ solution រាវវាមានប្រមាណទៀតអញ្ចឹងយើងដឹងថាប្រភេទ solution គឺវាមាន3វាមានរឹងរាវនិងឧស្ម័នប៉ុន្តែត្រង់ចំណុចនេះគឺយើងនិយាយទៅលើ solution រាវអញ្ចឹង solution រាវបងដឹងទេណាវាមាន2ប្រភេទវាមាន solution ឆ្អែតនិង solution មិនទាន់ឆ្អែតនៅក្នុងសំណួរទី3ដំណើរដែលកើតឡើងវិលជុំឥតឈប់ឈរនៃទឹកហៅថាអញ្ចឹងដំណើរដែលកើតឡើងដដែលពីមួយទៅមួយណាក្នុងទម្រង់ដដែលត្រូវបានគេហៅថាវដ្តនៃទឹកអូខេអញ្ចឹងតកតងទៅនឹងរ៉ូម៉ាំងទី2យើងចប់ប៉ុណ្នេះយើងចូលទៅរ៉ូម៉ាំងទី3ណាបងប្អូននៅក្នុងរ៉ូម៉ាំងទី3គេឲ្យនិមិត្តសញ្ញាឈ្មោះរបស់និមិត្តសញ្ញាគេឲ្យយើងគូបកងវាអញ្ចឹងនៅក្នុងសំណួរទី1គឺយើងនិយាយទៅលើម៉ាស់ធាតុរលាយអញ្ចឹងម៉ាស់ធាតុរលាយគេតាំងដោយអីអញ្ចឹងចម្លើយម៉ាស់នៃធាតុរលាយគឺយើងតាំងដោយ MsT ទី2គឺម៉ាស់ធាតុរំលាយអញ្ចឹងម៉ាស់ធាតុរំលាយគឺយើងតាំងដោយ MsV ហើយជាចុងក្រោយម៉ាស់ solution យើងតាំងដោយ MS អញ្ចឹងចម្លើយរបស់យើងគឺស្ថិតនៅខាងនេះអូខេអញ្ចឹងយើងឈានចូលទៅដល់សំណួរនិងលំហាត់អញ្ចឹងមុននឹងចូលទៅដល់ចម្លើយយើងមើលសំណួរសិនសំណួរថាតើទឹកមានប្រភពធម្មជាតិមកពីណាខ្លះចូលរៀបរាប់បាន5ចំណុចគេឲ្យយើងបង្ហាញតែ5ចំណុចទេបានហើយទី2រូបមន្តកំហាប់ជាភាគរយនៃ solution តើ solution មួយមានរូបមន្តរបស់វាយ៉ាងដូចម្ដេចអញ្ចឹងនៅក្នុងលំហាត់វិញបងណាអញ្ចឹងទៅនឹងលំហាត់គេថា solution អាស៊ីតស៊ូហ្វរិកមួយមានកំហាប់14%គេឲ្យយើងគណនាម៉ាស់របស់អាស៊ីតស៊ូហ្វរិកនោះណាដែលមាននៅក្នុង solution 150ក្រាមតើវាមានប្រមាណអូខេចាឥឡូវយើងទៅមើលចម្លើយជាមួយលោកគ្រូអញ្ចឹងចម្លើយអូខេតើតើនឹងចម្លើយអូខេតើតើនឹងចម្លើយរបស់យើងគេថាទឹកណាមានប្រភពធម្មជាតិដូចជាស្ទឹងបឹងព្រែកសមុទ្រនិងទន្លេជាដើមណាអញ្ចឹងប្រភពទាំងអស់នេះគឺជាប្រភពធម្មជាតិប៉ុន្តែតាមពិតទៅវាមានច្រើនទៀតប៉ុន្តែយើងលើកយកតែ5ទី2រូបមន្តកំហាប់ជាភាគរយនៃ solution គឺ C% ស្មើជាមួយនឹងម៉ាស់នៃធាតុរលាយឬក៏ MsT គុណឲ្យ100ចែកជាមួយនឹង MS ដែលគេហៅថាកំហាប់ជាភាគរយនៃ solution ស្មើនឹងម៉ាស់ធាតុរលាយគុណឲ្យ100ចែកនឹងម៉ាស់ solution
អូខេចឹងបងប្អូនតតណាអញ្ចឹងកាលណាបងប្អូនស្គាល់ទៅលើរូបមន្តវាបងប្អូនអាចទៅកណនីឬក៏ដោះស្រាយលំហាត់របស់យើងបានអញ្ចឹងយើងក៏លេខទៅមើលដំណោះស្រាយរបស់លំហាត់វិញទី1គឺយើងកណនីម៉ាស់ធាតុរលាយម៉ាស់ធាតុរលាយអញ្ចឹងដើម្បីកណនីវាបានយើងប្រើរូបមន្តមួយណាដែលយើងទៅសេពីខាងលើបាញ់មិញណារូបមន្ត C% ស្មើនឹង MIT គុណ100ចែកជាមួយនឹង mass solution អញ្ចឹងវាសាក់មកមូលនឹងអីអញ្ចឹងកន្លែងនេះលោកគ្រូខ្លាចបងប្អូនទាញទៅអត់ត្រូវណាតែពិតបងប្អូនអាចទាញមកដល់ត្រង់នេះក៏បានប៉ុន្តែលោកគ្រូខ្លាចបងប្អូនច្រឡំអញ្ចឹងលោកគ្រូឲ្យសាក់មកមូលទៅនឹងអីវាស្មើទៅនឹង C% គុណឲ្យ mass solution ស្មើជាមួយនឹងម៉ាស់នៃធាតុរលាយគុណជាមួយ100អញ្ចឹងយើងចង់បានអានេះអញ្ចឹងយើងបោះ100ចេញទៅណាយើងបានអីគេកំហាប់ជាភាគរយគុណឲ្យ mass solution ចែកជាមួយនឹង100អញ្ចឹងដោយយើងបញ្ជាក់ប្រាប់គេមកយើងស្គាល់ទៅលើ mass solution 150ក្រាមនិងកំហាប់14%អញ្ចឹងបងប្អូនយកទៅជំនួសចូលនៅក្នុងរូបមន្តទៅណាបងប្អូនអាចជំនួសចូលក្នុងរូបមន្តយើងបានអីអញ្ចឹងកាលណាយើងជំនួសចូលនៅក្នុងរូបមន្តគឺយើងបានទៅលើអីគេម៉ាស់នៃធាតុរលាយស្មើគេអូនម៉ាស់នៃធាតុរលាយស្មើជាមួយនឹង150គុណឲ្យ14ចែកជាមួយនឹង100អញ្ចឹងវាស្មើនឹង2100ណាអានេះយើងគុណទៅស្មើ2100ចែកឲ្យ100អញ្ចឹងស្មើនឹង21ក្រាមអញ្ចឹងជាចុងក្រោយដូចនេះម៉ាស់របស់ធាតុរលាយឬក៏ម៉ាស់របស់អាស៊ីតស៊ូប៉ូរិកសុទ្ធដែលរលាយនៅក្នុងទឹកបង្កើតជា solution ហ្នឹងគឺមានចំនួន21ក្រាមអូខេអញ្ចឹងអានេះលោកគ្រូមានលំហាត់វិញ្ញាសាត្រៀមប្រឡងឆមាសតែប៉ុណ្្នឹងទេហើយជាចុងក្រោយសង្ឃឹមថាបងប្អូននឹងខំប្រឹងដោយខ្លួនឯងកាលណាយើងប្រឹងខ្លួនឯងឲ្យខ្លាំងទើបចេះណាអញ្ចឹងមានជាលំហាត់ប៉ុណ្ណេះអញ្ចឹងបើសិនជាបងប្អូនមានសំណួរឬក៏ចម្ងល់ត្រង់កន្លែងណាអាច comment នៅខាងក្រោមវីដេអូនេះបានអរគុណជួបគ្នានៅវីដេអូក្រោយ